សាច់រឿងនៅយប់នេះគឺយើងមកនិយាយពាក់ព័ន្ធជាមួយនឹងអមនុស្សម្យ៉ាងដែលយើងតែងតែហៅថាព្រាយអញ្ចឹងរឿងផ្ដើមឡើងនៅក្នុងអំឡុងឆ្នាំ1900ជាងកាលនោះស្រុកយើងមិនទាន់មានភ្លើងអគ្គិសនីដូចឥឡូវនេះទេយប់ឡើងគឺងងឹតសូន្យសងតែម្ដងសូម្បីតែស្រមោលខ្លួនឯងនឹងមើលមិនចង់ឃើញផងសាច់រឿងផ្ដើមឡើងនៅក្នុងត្រពាំងមួយកន្លែងខ្ញុំសូមមិនបញ្ចេញឈ្មោះកាលណាបើសិនជាប្រហើបបន្តិចទៅគឺបងប្អូនដែលនៅតាមខេត្តកំពង់ស្ពឺច្បាស់ជាស្គាល់ត្រពាំងនៅមិនខានឡើយត្រពាំងនេះមានអាយុកាលប្រហែលជា100ឆ្នាំជាងហើយកាលពីសម័យដើមទីកន្លែងហ្នឹងគឺជាកន្លែងដែលជាតំបន់មួយគេហាមឃាត់មិនឲ្យដើរទៅមកទេបើសិនជាអត់មានការចាំបាច់ឬក៏បើសិនជាអត់ត្រូវឆ្លងកាត់ទៅកាន់ភូមិម្ខាងទៀតហើយបំរាមហាមដាច់ខាតបំផុតនោះគឺស្ត្រីដែលមានគភក្នុងពោះនឹងតែម្ដងនិយាយអំពីលោកតាម្នាក់គាត់ឈ្មោះថាលោកតាញិលទម្លាប់គាត់ឲ្យតែពេលយប់ឡើងគឺគាត់ដើររកត្រីហៅគាត់លោកតានេះមិនដោយសារតែពេលហ្នឹងគាត់ចំណាស់ទេប៉ុន្តែដោយសារតែគាត់ជាមនុស្សសម័យមុនណាបើរាប់តាំងពីសម័យគាត់មកដល់សម័យយើងបច្ចុប្បន្ននេះឃើញថាអាយុគាត់ប្រហែលជា700ឆ្នាំហើយអញ្ចឹងទៅក៏សម្រេចហៅគាត់ថាលោកតាតែហ្មងទៅយប់នោះលោកតាញិលបានទៅអង្គុយស្ទូចត្រីដោយសពមួយដងរបស់គាត់ប៉ុន្តែវាអត់ដូចរាល់ថ្ងៃដែលគាត់អង្គុយស្ទូចទេយប់នោះតាញិលគាត់អង្គុយស្ទូចត្រីដោយសពមួយដងប៉ុន្តែអ្វីហាក់បីដូចជាមិនធម្មតាពេលវេលាកន្លងផុតទៅរាប់ម៉ោងសូម្បីតែត្រីមួយក្បាលដែលមកកេះសន្ទូចរបស់គាត់នឹងក៏អត់មានដែរភាពស្ងប់ស្ងាត់នៃស្បែករាត្រីបានគ្របដណ្ដប់ពេញផ្ទៃត្រពាំងតែម្ដងរំពេចនោះស្រាប់តែមានសំឡេងអ៊ូអរមួយកាត់ឡើងដែលហាក់បីដូចជាមានមនុស្សកំពុងតែលេងទឹកក្នុងត្រពាំងលោកតាបានអើតមើលតាមចន្លោះមែកឈើក៏ស្រាប់តែឃើញក្មេងស្រីជំទង់ប្រហែលជា6ទៅ7នាក់កំពុងលេងទឹកយ៉ាងសប្បាយលោកយាយបានបន្ថែមទៀតថាកាលនោះលោកតាមានវ័យប្រហែលជាទើប30ប្លាយប៉ុណ្ណោះកាលបើឃើញមានគេមកបង្អើលត្រីបែបនេះលោកតាក៏បានស្រែកជេរទៅភ្លាមថាពួកហងឯងមកលេងអីនៅទីនេះផ្អើលត្រីឯងអស់ហើយលោកតាស្រែកជេរនោះដោយសារតែលោកតាដឹងថានាងទាំងអស់ហ្នឹងមិនមែនជាមនុស្សទេប៉ុន្តែនាងគឺជាកូនអ្នកតាចំពោះរឿងជំនឿនេះបងប្អូនដែលធ្លាប់ជួបប្រទះបងប្អូនច្បាស់ជាជឿប៉ុន្តែបើសិនជាអត់ដែលជួបប្រទះទេច្បាស់ជាថាមិនដែលមានកូនអ្នកតាទេអត់ជឿទេប៉ុន្តែទោះបីជាលោកតាស្រែកជេរយ៉ាងណាក៏ដោយក៏ពួកនាងធ្វើហាក់បីដូចជាអត់មានលឺអីទាំងអស់នៅតែលេងទឹកដូចធម្មតាបើឃើញក្បាលរឹងអញ្ចឹងលោកតាក៏បានក្តាប់ដុំគ្រោះមួយដៃហើយមកខ្ទប់នឹងមាត់សែកនៅមុនអាគមអីមួយយ៉ាងទេហើយក៏គប់ចូលទៅក្នុងទឹកនោះទៅគ្រាន់តែកវែងដុំថ្មចូលទៅក្នុងទឹកភ្លាមសំឡេងស្រែកចាច់ស្រែកចាច់ក៏នាងទាំងអស់ហ្នឹងបាត់ភ្លាមទៅលោកតាក៏បានបដូរទីកន្លែងទៅអង្គុយខាងត្បូងម្ដងអញ្ចឹងមានន័យថាពេលដែលគាត់អង្គុយស្ទូចត្រីហើយមានកូនអ្នកតាមកបង្អើលត្រីរបស់គាត់ហ្នឹងគឺនៅទៅខាងជើងអញ្ចឹងត្រពាំងហ្នឹងគឺធំបងប្អូនមិនមែនទូចទេហើយនៅខាងជើងទំពាំងហ្នឹងមានខ្ទមអ្នកតាមួយហើយនៅជុំវិញត្រពាំងហ្នឹងសុទ្ធតែដើមអំពិលកាលពីសម័យដើមតាមចាស់ដែលគាត់បានប្រាប់គាត់ថាកន្លែងហ្នឹងគឺជាព្រៃមួយយ៉ាងដែលគេទឹមឆ្កាឲ្យស្អាតទេទឹកព្រៃហ្នឹងគឺព័ទ្ធជុំវិញត្រពាំងហ្នឹងតែម្ដងគឺមានចន្លោះហ្នឹងតិចទេអញ្ចឹងមានន័យថាដូចជាភ្នំមួយអញ្ចឹងដែលព័ទ្ធជុំវិញត្រពាំងហ្នឹងអញ្ចឹងហើយដើម្បីឆ្លងកាត់ទៅភូមិម្ខាងទៀតគឺត្រូវតែដើរកាត់ព្រៃហ្នឹងអញ្ចឹងបានជាចាស់គាត់ហាមមិនឲ្យដើរទេទោះបីជាពេលថ្ងៃក៏ដោយពេលយប់ក៏ដោយដោយសារតែតំបន់ហ្នឹងគឺសបោអមនុស្សច្រើនបន្តសាច់រឿងយើងទៀតលោកតាគាត់បដូរទីកន្លែងមកខាងត្បូងវិញម្ដងទៅខាងត្បូងហ្នឹងក៏អត់សុខដែរបងប្អូន
ការហ្នឹងលោកយាយប្រាប់ថាទៅខាងត្បូងហ្នឹងជួបរឿងសាហាវជាងនៅខាងជើងទៅទៀតដោយលោកតាកំពុងតែអង្គុយបបកត្រីហ្នឹងអង្គុយទៅស្រាប់តែឮសំឡេងមួយយ៉ាងចម្លែកកើតឡើងវាគឺជាសំឡេងប្រភេទល្វើយខ្សោនៅចិត្តជារបស់យើងណាយ៉ាងក្រលួចមកពីទីណាក៏មិនដឹងមិនអាចចាប់ប្រភពបានទេហើយសំឡេងនោះគឺព្រាយបំពេកូននឹងឯងមិនដឹងថាព្រាយនោះវាបំពេកូនជាតម្រង់បត់បែបណាទេគឺអត់ដឹងទេប៉ុន្តែលោកយាយប្រាប់ថាព្រាយនឹងគឺបំពេកូនវាលោកតាព្យាយាមទៀងតិចស្ដាប់ថាតើសំឡេងហ្នឹងវាមកពីទិសណាវាចេញពីព្រៃខាងជើងមកឬក៏វាចេញពីខាងកើតឬខាងលិចកំពុងតែផ្ទៀងទៅក៏ដូចជាអត់មានមកពីទិសណាទេនៅដូចជានៅចិត្តគាត់ដល់ពេលគាត់អើទៅលើនៅលើចុងពិលនឹងឯងឃើញនាងនឹងកំពុងតែអង្គុយសន្ទុកជើង3កូនយំនៅលើចុងពិលក្នុងខណៈនោះគឺមិនអាចនឹងលើកយកមករៀបរាប់បានថាតើបេះដូងរបស់លោកតាពេលហ្នឹងគាត់ភ័យខ្លាចប៉ុណ្ណាឬក៏ក្នុងចិត្តរបស់គាត់ហ្នឹងគិតថាវាជារឿងធម្មតាយ៉ាងណាគឺយើងអត់ដឹងទេប៉ុន្តែសូមឲ្យបងប្អូនសាកពិចារណាដោយខ្លួនឯងទៅបើសិនជាយើងវិញតើយើងអាចនឹងទ្រាំអង្គុយនៅទីនោះបានទៀតអត់ឬក៏រត់លោកយាយបន្តនិទានថាទោះបីជាឮសំឡេងអញ្ចឹងហើយឃើញរូបភាពអញ្ចឹងហើយលោកតាក៏នៅធ្វើមិនដឹងមិនឮទៅប៉ុន្តែសំឡេងនោះដល់ពេលដែលលោកតាមិនខ្វាយខ្វល់ជាមួយវាអញ្ចឹងវាកាន់តែបំពេឮទៅក៏លួចទៅស្រាប់តែមកសន្ទុះក្រោយមកវាលែងបំពេកូនហើយប៉ុន្តែឮសំឡេងចាក់ទឹកលោកតាក៏ដើរចេញពីកន្លែងហ្នឹងមកគាត់យកកម្មាបងករបស់គាត់ហ្នឹងយកមកលាតត្រង់ទឹកនឹងមើលគាត់ចង់ដឹងថាតើអាទឹកដែលព្រាយនឹងមួយតកូនវាហ្នឹងតើវាជាទឹកមែនទែនឬក៏វាជាអ្វីអបកនគាត់យកកម្មាទៅត្រង់ទៅមិនមែនទៅទឹកស្អីវាប្រភេទដីខ្សាច់ពណ៌ខ្មៅមួយយ៉ាងមិនដឹងថានាងនឹងបានដីខ្សាច់ហ្នឹងមកពីណាប៉ុន្តែលោកយាយប្រាប់ថាដីខ្សាច់នៅពេលដែលលោកតាត្រង់ទៅក៏ដីខ្សាច់ទេមិនមែនជាទឹកទេដោយគាត់ឃើញហេតុការណ៍អញ្ចឹងហើយលោកតាខ្លាចមានបញ្ហាមានទុក្ខទោសដល់អ្នកភូមិមានបញ្ហាដល់អ្នកដំណើរទៅលោកតាក៏បានធ្វើពិធីកិច្ចមួយនៅពេលរាត្រីនោះតែម្ដងហើយចំពោះកិច្ចនេះគឺអត់មានអីអញ្ញារៀបចំបាយសីរៀបចំធម៌ដងរៀបចំសែនព្រីនេះអត់មានទេលោកតាគ្រាន់តែយកដុំថ្មមួយប្រហែលជាប្រព័ន្ធកដៃយកមកហើយអំបោះកម្មាគាត់ហ្នឹងគាត់ហូតយក7សរសៃមកយកមកគួចពាត់ជុំវិញដុំថ្មនោះសាច់នឹងអាគមមួយយ៉ាងដែលយើងស្គាល់ថាអាឋានសម្រាប់សង្កត់វិញ្ញាណហ្នឹងគាត់យកមកសូត្រសាច់ហើយគាត់ក៏បានបោះដុំថ្មនោះរំលងចុងអំពិលដែលនាងពេលហ្នឹងអង្គុយហ្នឹងទៅក៏បាត់សម្លេងយើងនឹងទៅដុំថ្មក៏ចោលទៅក្នុងទឹកបាត់ទៅសូមបើកវងកញ្ចក់បន្តិចពាក់ព័ន្ធជាមួយនឹងត្រពាំងហ្នឹងចំពោះត្រពាំងហ្នឹងមកដល់ពេលបច្ចុប្បន្ននេះគឺនៅតែមានទេប៉ុន្តែគ្រាន់តែមានអ្នកភូមិមករស់នៅជុំវិញទៅរបស់ទាំងអស់ហ្នឹងក៏វាចាប់ដើមសាបរលាបលែងសូវមានបញ្ហាដូចមុនគ្រាន់តែខ្ទមអ្នកតាដែលនៅចិត្តត្រពាំងហ្នឹងគឺនៅតែមានគឺគេមិនហ៊ានឈូសឆាយទៅណាទេប៉ុន្តែចំពោះព្រៃចំពោះអីហ្នឹងគឺគេបានកាប់ឆ្ការស្អាតបាត់អស់ហើយដល់ពេលថ្ងៃបន្តទៀតមានព្រឹត្តិការណ៍ចម្លែកមួយទៀតពាក់ព័ន្ធជាមួយនឹងការសាកអាគមគ្នាការសាកអាគមនេះខ្ញុំសូមមិនប្រាប់ថាជាការសាកអាគមបែបណាទេប៉ុន្តែលោកតាគាត់បានជួយក្មេងស្រីម្នាក់ដែលត្រូវអំពើស្នេហ៍របស់គេចំពោះរឿងនេះហាក់បីដូចជាអភិនិហាបន្តិចប៉ុន្តែចំពោះបងប្អូនដែលសិក្សាខាងផ្នែកហ្នឹងបងប្អូនច្បាស់ជាគិតថាវាគឺជារឿងធម្មតាទេនៅពេលដែលបុគ្គលម្នាក់អាចមានអាគមដល់កម្រិតហ្នឹងបានព្រឹត្តិការណ៍នោះគឺថានៅថ្ងៃបន្ទាប់មានអ្នកភូមិម្នាក់នៅជិតផ្ទះហ្នឹងកូនស្រីរបស់គាត់ហ្នឹងជាមនុស្សស្រីដែលមានរូបរាងស្អាតល្អជាទីពេចពិលជាទីចាប់ចិត្តនៃបរិសុទ្ធទាំងឡាយហើយមានគេចូលស្ដីនឹងច្រើនហើយប៉ុន្តែដោយសារតែនាងនឹងមិនទាន់តគូឬក៏ថាមិនដឹងនៅតែបដិសេធមកព្រមយកទៅណាដល់ពេលគេចូលច្រើនទៅប្រហែលជាគេគុំគួនគេខឹងគេស្អប់គេក៏បានដាក់ស្នេហ៍ហើយលក្ខណៈនៃការដាក់ស្នេហ៍ក្នុងសម័យកាលនោះមិនមែនលេសាយទេគឺសូម្បីតែគេយកសរសៃសក់ឬក៏គេយកបំណែកណាមួយនៃអវយវៈរបស់យើងទៅ
គេដាក់ស្នេហ៍ហូតដល់ឈួតក៏មានដែរជួនកាលហ្នឹងដេកនឹកគេបក់មិនលហើយក្តៅស្អុះជួនកាលបាយមិននឹកទឹកមិនស្រីទៅនឹកតែគេទេរហូតតតែបានទៅជួបមុខគេដល់ពេលអញ្ចឹងទៅគាត់ក៏បាននាំកូនស្រីរបស់គាត់ហ្នឹងមកជួបលោកតាព្រោះលោកតាជាគ្រូមន្តអាគមនៅក្នុងភូមិហ្នឹងតែងតែយកអាសាដល់អ្នកភូមិអ្នកស្រុកអញ្ចឹងទៅគេបាននាំនាងនឹងមកគ្រាន់តែមកដល់ភ្លាមបងប្អូនឆ្លងលបងផ្ទះហ្នឹងគ្រាន់តែឆ្លងលបងផ្ទះហ្នឹងភ្លាមលោកតាដើរមកចាំបានដើរមកចាំភ្លាមអាការៈដែលដើរមកធម្មតាទេគ្រាន់តែភ្នែករៀងស្លក់បន្តិចនាងដែលត្រូវរបស់គេហ្នឹងគ្រាន់តែភ្នែករៀងស្លក់បន្តិចគ្រាន់តែចូលដល់លបងផ្ទះលោកតាភ្លាមចាប់ផ្ដើមប្រែអាការៈទៅជាមនុស្សវឹបប្រឡាស់អញ្ចឹងដូចជាអត់ខົບទឹកអ្ហ្មិចទេព្រោះថានៅពេលដែលចូលមកដូចជាព្រីស្ថិតលោកតាក៏ថាឥឡូវឲ្យដោះលែងរូបគេចេញហើយចេញអត់ធ្វើអីទេដឹងគេឆ្លើយមិនទេគេឆ្លើយដល់សំឡេងមួយយ៉ាងក៏លួចគេថាអញមិនចេញឯងចង់ធ្វើអីអញហើយលក្ខណៈព្រាយបងប្អូនដែលធ្លាប់ជួបប្រភេទអញ្ចឹងគឺច្បាស់ជាដឹងហើយកលេបកលាប់លៀនណាត់ដាក់យើងធ្វើឲ្យយើងមួម៉ៅចិត្តតែហ្មងហើយអ្នកដែលឈរមើលជុំវិញហ្នឹងគ្រាន់លឺសលេងអញ្ចឹងព្រឺសបល់ខ្ញាក់ហ្មងលោកតាក៏បានប្រាប់ជាលើកទី2ឥឡូវចេញឬអត់បើអត់ចេញប្រើថក្តៅណាអត់ចេញលើដងអត់ចេញលោកតាក៏បានប្រើមន្តវិជ្ជារបស់គាត់ដើម្បីដោះបន្សាបហើយសូមបញ្ជាក់បងប្អូនថាអាគមដែលគេលេងក្នុងសម័យកាលហ្នឹងវាខុសពីសម័យកាលយើងសម័យកាលនោះគ្រូអាគមដែលខ្លាំងខាងវិជ្ជាមែនគេមិនត្រឹមតែបន្សាបមន្តខ្មៅរបស់បុគ្គលអ្នកដាក់ទេគេអាចហៅបុគ្គលអ្នកដាក់មានន័យថាម្ចាស់មន្តខ្មៅហ្នឹងឲ្យមកបង្ហាញមុខទៀតផងអញ្ចឹងលោកតាគឺមិនត្រឹមតែប្រសាបមន្តខ្មៅដែលចងលើរូបក្មេងស្រីហ្នឹងទេគាត់ថែមទាំងខាបអ្នកដែលធ្វើអំពើដាក់ក្មេងស្រីហ្នឹងទៀតឲ្យមកផ្ទះគាត់ទៀតចំពោះរឿងនេះបើសិនជាបងប្អូនអ្នកដែលមិនដែលឆ្លងកាត់មិនដែលឮមិនដែលបានសិក្សាច្បាស់ជាថាសាហាវម្លេះអស្ចារ្យម្លេះវាដូចជារឿងដែលមិនគួរឲ្យជឿប៉ុន្តែចំពោះបងប្អូនដែលធ្លាប់បានឮឬក៏ធ្លាប់បានជួបប្រទះផ្ទាល់ខ្លួនច្បាស់ជាដឹងថារឿងនោះធម្មតាមិនមែនជារឿងអីដែលហួសវិស័យទេនៅពេលដែលបរិសុទ្ធអ្នកដាក់អំពើនឹងមកដល់ផ្ទះគាត់ភ្លាមអ្នកភូមិអ្នកស្រុកគេមួម៉ៅតែមកឃើញគេសឹងតែបល័យចោលភ្លាមហើយយើងដឹងថាក្នុងសម័យកាលនោះប្រទេសយើងច្បាប់ទម្លាប់មិនទាន់មានឲ្យប្រកាសទេចំពោះច្បាប់ហើយអាចថាមានកំភ្លើងតាមផ្ទះទៀតផងហើយសម័យកាលហ្នឹងបុគ្គលណាដែលចេះអំពើអាបធ្មប់ចេះដាក់ស្នេហ៍បំបីបំបាប់លេពន្ធគេនេះភាគច្រើនតែគេដឹងហើយគេដាក់ម៉ូគ្នាគេបល័យចោលហ្មងគេអត់ទុកទេហើយមិនថាមកដល់ពេលសម័យមុនទេសម័យកាលបច្ចុប្បន្នក៏ចឹងដែរពីណាគេចេះអាបចេះធ្មប់ឯហ្នឹងគឺតែគេដឹងហើយគេដឹងណាត់គ្នាធ្វើស៊ីមកអាហ្នឹងគឺចឹងអញ្ចឹងគឺថារឿងរ៉ាវរបស់លោកតានេះគឺជារឿងរ៉ាវមួយដែលវាកើតឡើងនៅក្នុងសម័យដើមហើយចំពោះទីតាំងទីកន្លែងគឺវាមានមែនស្ថិតនៅក្នុងខេត្តកំពង់ស្ពឺប៉ុន្តែគាត់តែមិនបញ្ជាក់ថានៅស្រុកណានៅឃុំណានៅភូមិណាតែប៉ុណ្ណឹងប៉ុន្តែរឿងរ៉ាវនេះគឺយើងត្បិតថាវារំលងបានប្រហែលជា100ឆ្នាំជាងក៏ពិតមែនប៉ុន្តែអ្វីដែលកើតឡើងក្នុងសម័យកាលនោះមកដល់យើងបច្ចុប្បន្នហ្នឹងក៏មានដែរដូចជារឿងការលេងអំពើស្នេហ៍អញ្ចឹងណានៅពេលដែលស្រឡាញ់មិនបានអញដាក់ស្នេហ៍ចូលនាងឯងបើសិនជាអញមិនបានអានោះក៏មិនបានដែរឃើញអត់ប្រភេទហ្នឹងគឺបុគ្គលប្រភេទហ្នឹងគឺសាហាវណាសាហាវមែនតើបើសិនជាបងប្អូនណាចេះខាងបន្សាបហ្នឹងបើសិនជួបបុគ្គលប្រភេទហ្នឹងគឺកុំបធូរដៃអីប្រសាបឲ្យវាសាបវិជីអត់ទៅព្រោះថានៅនាំតែទម្ងន់គេបំផ្លាញគេមិនជាសុខដល់គេទេបុគ្គលប្រភេទហ្នឹងមិនគួររាប់រកទេហើយបុគ្គលប្រភេទហ្នឹងក៏មិនងាយសុខដែរបងប្អូននៅពេលថ្ងៃណាមួយដែលវិជ្ជារបស់វាអន់ថយទៅឬក៏គេហៅថាថ្ងៃអន្សាវាមកដល់ទៅគង់តែមានថ្ងៃទេអាថ្ងៃអន្សាហ្នឹងហើយបុគ្គលរៀនវិជ្ជាទាំងអស់ហ្នឹងនៅថ្ងៃណាមួយដែលវិជ្ជាវាចាប់ផ្ដើមធ្វើទុកបុកម្នេញណាគឺវេទនាណាអ្នករៀនអាប1អ្នករៀនធ្មប់2អ្នករៀនវិជ្ជាតមុល3នេះអាវិជ្ជាទាំងអស់ហ្នឹងសុទ្ធតែវាបកម្ចាស់ខ្លួនឯងទាំងអស់ដូចជាអ្នករៀនអាបហ្នឹងដែលដើមកំណើតពីស្ត្រីដែលរៀនស្នេហ៍ណាស្នេហ៍មុខស្នេហ៍អីហ្នឹងជាដើមហ្នឹងដល់ពេលយូរទៅវាអាមេព្រាយដែលស្ថិតនៅក្នុងមុនស្នេហ៍ហ្នឹងវាចូលស្ថិតទៅនាងហ្នឹងទៅចេះដកកទៅដល់ពេលដែលគេដឹងទៅគេដេញចេញពីភូមិឬក៏គេវាយងាប់បាត់ទៅចំណែកបុគ្គលអ្នករៀនអាបធ្មប់
ខាងធ្មប់នេះវិញធ្មប់មានមុខប្រភេទកម្រុងនិងធ្មប់លេងអាគមនេះពីរប្រភេទហ្នឹងក៏កាលណាបើគេដឹងគេមិនសូវទុកឲ្យមានជីវិតទេគេខ្លាចគេមិននិយាយរកទេប៉ុន្តែបើកាលណាគេអត់ធ្មត់ឡើងបានហើយក៏គេបល័យចោលដែរហើយចំពោះពួកតមិលរៀនពួកថ្មិលដែលចូលទៅដូចជាមនុស្សផ្សេងមួយទៀតណានៅពេលដែលខឹងពីណាគេមួយស៊ីចានស៊ីអីនោះបងប្អូនដែលធ្លាប់បានជួបប្រទះហ្នឹងច្បាស់ជាឃើញហើយថាវាមិនពេលដែលចូលទៅនៅពេលដែលវាខឹងពីណាគេមួយណាវាស៊ីចានវាបោកចានស៊ីអីចឹងហើយយើងចេះតែអង្គុយគិតចុះវាស៊ីហើយអាចារ្យហ្នឹងមិនមុតកាពះវាទេអីមិនមុតពោះវៀនទេអីអត់ដឹងថាយ៉ាងម៉េចយើងឃើញអត់សុទ្ធតែជាអាចកំបាំងមុនខ្មៅទាំងអស់